ជំរាបសួរបងប្អូនពុំមីងទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទច្រកហោម្ដងទៀតក្នុងវីដេអូថ្មីថ្ងៃនេះខ្ញុំសូម review អំពីអាត្រៃ 110cc ដែលខ្ញុំនៅសល់មួយនៅផ្ទះនេះđểយើងមើលគៀកមកទៅនៅផ្ទះខ្ញុំឥឡូវនេះខ្ញុំនៅសល់អាត្រៃនេះមួយដែលប្រភេទ110cc ប្រើ D ហើយនឹងធាក់បច្ចេកđây hay là thẹt bạch chay mà sân rồi đọc xe phở sang sấp phở ong giá để cho buôn lấy này mà tô nó cứ mà tô mấy cây ta gọi dương tình lại hay phê nhiều màu chẳng có chi tệ trắng nè và hay là nó cứ khai dương là so tầm muối nắng nhưng nhung tròn lụa bà hởi bông bồ này trong bán này tẹt to một bán lại viết tờ 4 cứ dương lua ở phè mồi 5 អីតែឥឡូវនេះខ្ញុំនៅសល់មួយខ្ញុំបញ្ចុះតម្លៃថា500ស្ដើងនេះខ្ញុំ500អីខ្ញុំលក់អី500 510ខ្ញុំលក់អីអញ្ចឹងបងប្អូនដែលចង់បានអាចតាក់ទងមកខ្ញុំបានណាហើយយើងចរចាតម្លៃចុះឡើងចុះតិចតួចតាមហ្នឹងនេះខ្ញុំនៅសល់នេះមួយអាត្រៃ 110cc អានឹងប្រើធាក់ហើយនឹងដេបច្ឆេះនេះវាមានឆ្លងធាក់ហើយវាប្រើសាំងសុត110cc មុនហ្នឹងគឺយើងមាន3ប្រភេទមានប្រភេទអូតូក៏មានប្រភេទអូតូអត់ប្រើលេខទេដេបច្ឆេះមូហ្គាជិះហ្មងហើយប្រភេទប្រើលេខឆ្កឹះហើយនឹងលេខឆ្កឹះអង្គយ៉ាហើយនឹងមួយប្រភេទទៀតគឺលេខធាក់ដូចអាសង់អញ្ចឹងដែលបន្តអាសង់អញ្ចឹងហើយខ្ញុំយកអាត្រៃដែលប្រើអង្គយ៉ានដែលសារថាវាមានធាក់បច្ចេកចេះអាអូតូក៏យើងធ្លាប់មានដែរតែអូតូវាមានបញ្ហាចេះពេលយើងដេកយើងមូហ្គាគឺវាទៅឯងវាងាយស្រួលជិះតែបើសិនជាយើងជិះយូរតែថាយើងជិះមួយរយៈ 2-3 ខែអីឬក៏យើងជិះទៅពេលខ្លះម៉ូតូមានបញ្ហាអស់សាំងឬក៏ក្បាលប៊ូស៊ីវាអត់ភ្លើងក៏វាជ្រក់សាំងអីយើងអត់ដឹងថាវាខុសកន្លែងណាអញ្ចឹងយើងត្រូវការដេដើម្បីតេស្តម៉ាស៊ីនដល់ពេលយើងដេតាប្រហែល 4-10 ដងអីតែវាអត់នេះវាអត់ឆេះវាចាប់ដើមអស់អាគុយអញ្ចឹងយើងត្រូវដោះយើងត្រូវសាកអាគុយវាយើងត្រូវដោះអាកបាំងនេះដោះពណ៌នេះចេញព្រោះអាគុយវានៅក្រោយនេះនៅក្របនេះយើងដោះចេញហើយយើងសាកអាគុយហើយបានយើងដេទៀតយើងដេតេស្តទៀតបានអញ្ចឹងវាពិបាកវាមានឆ្លងធាក់វាពិបាកនៅពេលដែលយើងជិះយូរមានបញ្ហាបើថ្មីវាអត់អីទេតែយើងជិះយូរទៅពេលខ្លះវាមានបញ្ហាដូចយើងដឹងស្រាប់ហីម៉ូតូយើងជិះយូរពេលខ្លះបញ្ហាសាំងបេនសាំងអីវាអត់ចុះអត់អីឬក៏ក្បាលប៊ូស៊ីវាអត់ភ្លើងអត់អីក៏យើងអត់ដឹងហើយយើងជិះទៅហៅថាពេលខ្លះអស់ប្រេងអស់អីយើងអត់ដឹងយើងដេយូរវាអស់អាគុយយើងអត់មានអីដេអត់មានអីតេយើងពិបាកត្រូវដោះចេញហើយទៅមកសាកអាគុយទៅពេញហើយបានចាប់តាមដេតេស្តទៀតបើអត់ទាន់ដឹងទេត្រូវសាកអាគុយទៀតចឹងវាយូរចឹងបើសិនយើងមានឆ្លងធាក់ប្រភេទដែលមានឆ្លងធាក់អញ្ចេះបើសិនដេអត់ឆេះយើងអាចធាក់បានយើងតេស្តម៉ាស៊ីនតេស្តអីបានចឹងវាគ្រាន់ងាយស្រួលជាងហើយមួយទៀតអាប្រភេទប្រើលេខវាខ្លាំងជាងហើយវាជិះបានលឿនជាងគ្រាន់តែពេលខ្លះយើងជិះយើងត្រូវការប្រើលេខយើងត្រូវការចូលលេខវាឆ្កឹះលេខឬក៏ប្រើអង្គយ៉ាឆ្កឹះលេខធាក់ដាក់លេខអីចឹងទៅអញ្ចឹងវាមានចំណុចល្អវាមានចំណុចអត់ល្អរបស់វាក្មេងៗក៏រៀងពិបាកក្នុងការដាក់លេខប៉ុន្តែអាហ្នឹងយើងអាចរៀនបានទេយើងបរៀនគាត់មួយថ្ងៃពីរថ្ងៃគឺគាត់ចេះស្រួលដូចគ្នាដូចយើងដូចគ្នាហ្នឹងអត់មានអីត្រូវពិបាកទេត្រូវការរៀនដំបូងត្រូវការរៀនដាក់លេខដល់ពេលគាត់រៀនចេះហើយគឺចេះហើយធំឡើងគាត់ចង់ជិះម៉ូតូធំអីគាត់ក៏ចេះលេខស្រាប់ដែរមានតែម៉ូតូតូចគាត់ចេះចូលលេខម៉ូតូធំដូចគ្នាទេវាមានខុសគ្នាទេបាទហើយចំណុចពិសេសរបស់វាគឺវាមានឆ្លងធាក់មាននេះឆ្លងធាក់នេះអញ្ចឹងនៅពេលដែលម៉ូតូមានបញ្ហាអត់ឆេះជ្រក់សាំងឬក៏អីយើងដេអត់ឆេះយើងអាចធាក់បានយើងអាចមានឆ្លងធាក់ដើម្បីយើងតេស្តម៉ាស៊ីនយើងដឹងបានថាវាមកពីអី
nó ngay đây như chỉ nó 20 tiết chi tới vi lươn này như chi lươn chỉ là ô tô chi lươn chỉ là ô tô hay lấy bỏ vía việc hở lấy chân cầm lặng bỏ viết khăn chỉ là ô tô để pa bỏ viết khăn chỉ thôi những đợt này ấy nữa còn nè để miền từ ngôn thôn mà rồi cái lỗ chiêng ấy cái chi ban này chị ban bỏ bố với miền lệ mua lịch pi bỏ viết khăn sụp lịch bay lịch buôn vía tam năng chẳng từ hay chi ban lươn chiêng là nó hết là chúng nó bị xe bỏ vía này dương do mau đại ọt do ô tô cứ vì khoản chiêng chân đang nè khác tiết có trong bàn ô tô của viên mà giang này dương khoản đấy như chiếc bàn mòn nếu vì thời ca phải lấy chúng ta lấy viên mà dương ọt viên bàn á dương viên bàn bằng ấy dạng tròn bằng ấy tí ngay ơi cho lên đặt lên riêng tập pi ngay nó cứ dương trái hay dương ai chi ba này chẳng là lời nó khai nhom nơi so là Portugal như muốn rồi đọc xe bông bồn trong ban ai tẹo tôn mà hàng nhom ban tạm biệt tụ sập nữa bạn số một con khai nhom cho ta lại bị xe ao với nơi so tầm mũi đấy bạn